សូមគោរពនិងជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ខ្សែសាច់រឿងនិទានថ្មីមួយស្រឡាងដែលដកស្រង់ចេញពីបទពិសោធន៍នៃដំណើរទុដងរបស់ព្រះថេរៈដ៏មានបារមីខ្ពង់ខ្ពស់គឺព្រះគ្រូសីលាសាច់រឿងដែលលោកអ្នកកំពុងស្ដាប់នេះមិនត្រឹមតែជារឿងរ៉ាវដ៏រំភើបព្រឺព្រួចជាមួយវិញ្ញាណប៉ុណ្ណោះទេប៉ុន្តែវាគឺជាការតស៊ូរវាងមន្តអាគមខ្មៅនិងអំណាចនៃមេត្តាធម៌តើព្រះគ្រូសីលានឹងត្រូវប្រឈមមុខជាមួយអ្វីខ្លះនៅក្នុងដីភូមិដែលសម្បូរទៅដោយគ្រូមន្តអាគមនិងអមអាមដំណើរទុដងរបស់ព្រះគ្រូសីលាបាននាំព្រះអង្គមកដល់ភូមិដាច់ស្រយាលមួយក្បែរជើងភ្នំនោះមិនមែនជាភូមិធម្មតាឡើយវាគឺជាកន្លែងដែលអ្នកភូមិភាគច្រើនជឿរឿងមន្តអាគមស្បែកគង់រឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលដែលបរិសម្នាក់ឈ្មោះពូសុកដែលជាអ្នកខ្លាំងក្លាប្រចាំភូមិត្រូវបានវិញ្ញាណអាក្រក់ចូលសន្ធិដ្ឋវិញ្ញាណដែលចូលនោះមិនមែនជាខ្មោចព្រាយធម្មតាទេប៉ុន្តែគឺជាវិញ្ញាណរបស់គ្រូអាគមម្នាក់ដែលស្លាប់ទៅទាំងក្តីអាឃាតវាបានធ្វើឲ្យពូសុកក្លាយជាមនុស្សអកតញ្ញូជេរប្រមាថឪពុកម្ដាយនិងមានកម្លាំងដូចជាយក្សសារហូតដល់គ្មាននរណាម្នាក់ហ៊ានចូលទៅជិតគាត់ឡើយសូម្បីតែគ្រូថ្មប់និងគ្រូសូត្រក្នុងភូមិជាច្រើនបានព្យាយាមដេញវាចេញប៉ុន្តែបែរជាត្រូវវិញ្ញាណនោះសើចចំអកវិញនិងវាយបកត្រឡប់មកវិញរហូតដល់គ្រូខ្លះត្រូវសន្លត់បាត់បង់ស្មារតីក៏មានដោយអស់ជំរឹះអ្នកភូមិបានទៅអញ្ជើញលោកតាគ្រូតាមដែលជាគ្រូសូត្រចាស់វស្សានិងល្បីល្បាញបំផុតខាងបង្ក្រាបវិញ្ញាណមកជួយនៅពេលលោកតាគ្រូមកដល់គេឃើញខ្មោចដែលសន្ធិដ្ឋក្នុងខ្លួនពូសុកបានបញ្ចេញមហិទ្ធិឫទ្ធិយ៉ាងខ្លាំងលោកគ្រូតាមបានចាប់ផ្ដើមសូត្រមន្តអាគមសង្កត់វិញ្ញាណប៉ុន្តែដែលមានគូឲ្យជឿបានកើតឡើងរាល់មន្តអាគមដែលលោកគ្រូតាសូត្រចេញមកគឺវិញ្ញាណដែលសន្ធិដ្ឋក្នុងខ្លួនពូសុកអាចសូត្របានតាមទាំងអស់ហើយថែមទាំងសូត្របញ្ច្រាស់មន្តអាគមនោះវិញផងដែរវាបានស្រែកគំរាមថាមន់ប៉ុណ្ណឹងចង់មកបង្ក្រាបអញមែនទេអាគមដែលឯងរៀនមកគឺជាកំតិចកំទីដែលអញធ្លាប់ប្រើតែប៉ុណ្ណោះលោកគ្រូតាមបានត្រឹមអង្គុយឯកខ្នងរួចពោលទាំងអស់សង្ឃឹមថាមានតែព្រះគ្រូសីលាទេទើបអាចជួយបានខណៈពេលនោះព្រះគ្រូសីលាបាននិមន្តមកដល់ចំពោះមុខពូសុកព្រះអង្គមិនបានសូត្រមន្តដេញឬក៏ប្រើហិង្សាឡើយព្រះអង្គបានគង់យ៉ាងស្ងៀមស្ងាត់រួចបញ្ចេញនៅរស្មីនៃមេត្តាធម៌យ៉ាងជ្រាលជ្រៅព្រះអង្គមានសង្កដីការទៅកាន់វិញ្ញាណនោះដោយក្តីអាណិតអាសូរថាមិត្តអើយការចង់ពៀវិរិយមិនអាចនាំឲ្យទៅកាន់សុគតិភពបានទេអ្នកមានវិជ្ជាខ្ពង់ខ្ពស់ហេតុអ្វីសុខចិត្តមកchấpចំពាក់ក្នុងមនុស្សលោកដែលគ្មានកំហុសបែបនេះអាត្មាសូមឧទ្ទិសកុសលផលបុណ្យទាំងអស់ជូនអ្នកដើម្បីឲ្យអ្នករួចផុតអំពីការចង់ពៀរំពេចនោះកាយវិការដ៏កាចសាហាវរបស់ពូសុកក៏ចាប់ផ្ដើមទន់ភ្លន់ចុះវិញ្ញាណនោះបានលុតចំគង់សំព្រះព្រះគ្រូសីលាទាំងទឹកភ្នែករួចក៏រលាយបាត់ចេញពីកាយពូសុកជារៀងរហូតអ្នកភូមិទាំងមូលបានលុតចំគង់សំព្រះព្រះគ្រូសីលាដោយក្តីគោរពបំផុតអភូតហេតុនៃមេត្តាធម៌បានយកឈ្នះមន្តអាគមខ្មៅដោយជោគជ័យប៉ុន្តែនេះគឺគ្រាន់តែជាការចាប់ផ្ដើមនៃដំណើរទុដងប៉ុណ្ណោះនៅក្នុងភាគទី2ព្រះគ្រូសីលានឹងត្រូវបន្តដំណើរចូលទៅក្នុងព្រៃជ្រៅដែលនោះមានវិញ្ញាណប្រេតជាគ្រូចៅអធិការរងចាំសំបុននឹងការប្រឈមមុខជាមួយសត្វសាហាវដែលនឹងខ្លាចមនុស្សតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតបន្ទាប់អំពីរំដោះពូសុកឲ្យរួចផុតពីវិញ្ញាណមន្តអាគមអមអាមព្រះគ្រូសីលាបានបន្តដំណើរទុដងចូលទៅព្រៃជ្រៅដែលជាព្រៃដងមូនក្បែរទន្លេដ៏ធំល្វឹងល្វើយនិងអាកំបាំងបំផុតយប់នេះយើងនឹងជួបនៅបទពិសោធន៍ដ៏រន្ធត់ដែលព្រះអង្គបានប្រឈមនឹងសត្វសាហាវនិងការជួបជាមួយវិញ្ញាណប្រេតអសុរកាយដែលអតីតកាលគឺជាអ្នកបួសដោយព្រះអង្គដែរតើព្រះគ្រូនឹងប្រើធម៌អ្វីដើម្បីដោះស្រាយសូមបងប្អូនប្រិយមិត្តរងចាំស្ដាប់ដូចតទៅក្នុងរាត្រីអាធ្រាត្រដែលមេឃងងឹតស្លុំព្រះគ្រូសីលាបានបោះតង់សមាធិនៅក្បែរមាត់អូរមួយស្រាប់តែមានសម្លេងជើងសត្វធំដើរជុំវិញតង់របស់ព្រះអង្គវាគឺជាស្ដេចខ្លាធំដែលមានរូបរាងមហិមា
និងភ្នែកក្រហមឆេះវាបានក្រហឹមដាក់ព្រះអង្គក្នុងបំណងចង់សាក់លបងបារមីព្រះគ្រូសីលាគង់នៅស្ងៀមដូចជារូបចម្លាក់ព្រះអង្គបានផ្សាយមេត្តាធម៌ចេញពីចិត្តយ៉ាងស្ងប់បំផុតព្រះអង្គមានសង្ឃដីកាដាស់តឿនសត្វខ្លានោះថាកូនអើយអាត្មាមកនេះដើម្បីសាងបុណ្យមិនមែនមកបៀតបៀនអ្នកឡើយចូលអ្នកកុំសាងកម្មពៀនឹងគ្នាអីត្រឹមតែមួយរំពេចស្ដេចខ្លាដែលសាហាវនោះបែរជាក្រាបក្បាលចុះថ្វាយបង្គំព្រះអង្គរួចក៏ដកថយចូលក្នុងព្រៃវិញយ៉ាងអស្ចារ្យក្រោយពីសំឡេងសត្វខ្លាចាក់ចេញទៅស្រាប់តែមានសំឡេងយំធ្ងរយ៉ាងអាណោចអាធំលន់លឺឡើងពីលើចុងឈើព្រៃធំមួយព្រះគ្រូសីលាបើកព្រះនេត្រឡើងក៏ឃើញស្រមោលដ៏ខ្ពស់ផុតចុងឈើរូបរាងស្គមស្គាំងមាត់តូចប៉ិនរន់ជុលនិងពន្លឺភ្លើងឆេះចេញពីបំពង់កនោះគឺជាប្រេតអសុរកាយក្នុងសុបិននិមិត្តវិញ្ញាណនោះបានប្រាប់ព្រះអង្គថាខ្លួនកាលនៅជាមនុស្សគឺជាព្រះគ្រូចៅអត្តកាវត្តម្នាក់ដែលមានចិត្តលោភលន់លោកបានលួចយកបច្ច័យនិងទ្រព្យសម្បត្តិដែលញាតិញោមប្រគេនសង្ឃទៅធ្វើជាទ្រព្យប្រទល់ខ្លួននិងចែកកូនចៅដោយមិនបានប្រាប់សង្ឃដទៃឡើយបាបប្រកម្មលួចទ្រព្យសម្បត្តិសង្ឃនេះឯងដែលធ្វើឲ្យលោកស្លាប់ទៅខ្លាចជាប្រែតរងទុក្ខវេទនារាប់សិបឆ្នាំគ្មានអ្នកណារំដោះបានព្រះគ្រូសិលាបានដឹងអំពីហេតុការណ៍នេះក៏សម្រេចចាត់ធ្វើវិធីបុណ្យផ្ដាច់កម្មពៀឲ្យវិញ្ញាណនោះព្រះអង្គបានប្រមូលផ្ដុំញាតិញោមនិងព្រះសង្ឃក្នុងតំបន់នោះឲ្យមកជួបជុំគ្នារួចធ្វើកិច្ចអហោសិកម្មព្រះអង្គបានប្រកាសជាស័ក្តិសិទ្ធិថាក្នុងនាមជាបុត្រព្រះតថាគតអាត្មាសូមអង្វរដល់ព្រះសង្ឃទាំងពួងសូមយល់ព្រមអហោសិកម្មរកកំហុសឆ្គងដែលព្រះភិក្ខុអង្គនេះបានធ្វើចំពោះសង្ឃដើម្បីឲ្យវិញ្ញាណនេះបានទៅចាប់ជាតិសាជាថ្មីរំពេចបន្ទាប់ពីសំឡេងសាធុបន្លឺឡើងរាងកាយប្រែតដ៏ធំនោះក៏ចាប់ផ្ដើមរលាយបាត់ទៅក្នុងពន្លឺពឺអសដ៏ទន់ភ្លន់ចម្រែកយំធ្ងរក៏ប្រែជាស្ងប់ស្ងាត់វិញ្ញាណនោះបានរួចផុតពីទុក្ខវេទនាដោយអំណាចនៃសង្ឃនិងមេត្តាធម៌របស់ព្រះគ្រូសីលាសូមបញ្ជាក់ថាបាបកម្មដែលលួចទ្រព្យគឺជាកម្មផលដ៏ក្រាស់ប៉ុន្តែអាចរលាយដោយសារការចេះដឹងកំហុសនិងការអហោសិកម្មព្រះគ្រូសីលាបានបន្តដំណើរទៅមុខទៀតប៉ុន្តែលើកនេះព្រះអង្គនឹងត្រូវជួបរឿងរ៉ាវដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកគឺការដឹងមុននៅគ្រោះមហន្តរាយមេឃបាញ់និងការប្រឈមមុខនឹងអាថ៌កំបាំងកប់ដីរាប់ពាន់ឆ្នាំតើនឹងមានរឿងអ្វីកើតឡើងនៅក្នុងភាគបន្តបន្ទាប់ពីរំដោះវិញ្ញាណប្រែតជាគ្រូចៅអត្តការឲ្យរួចអំពីកម្មពៀព្រះអង្គសីលាបាននិមន្តត្រឡប់មកកាន់ភូមិអារាមវិញដើម្បីកសាងសមិទ្ធផលនានាប៉ុន្តែអ្វីដែលធ្វើឲ្យផ្អើលអស់អ្នកភូមិនិងភិក្ខុសង្ឃដទៃទៀតនោះគឺញាណពិសេសរបស់ព្រះអង្គដែលអាចដឹងមុននៅហេតុការណ៍ដែលមិនទាន់កើតឡើងនិងការមើលឃើញនៅអាថ៌កំបាំងកប់ក្រោមដីតែគ្រោះមហន្តរាយអ្វីដែលនឹងកើតឡើងមកលើវត្តអារាមនិងអ្នកភូមិហើយតើព្រះគ្រូនឹងការពារអ្នកស្រុកដោយរបៀបណាសូមអ្នកទាំងអស់គ្នាស្ដាប់ដូចតទៅក្នុងអំឡុងពេលកសាងព្រះវិហារថ្មីព្រះគ្រូសីលាបាននិមន្តដើរជំវិញបរិវេណវត្តរួចព្រះអង្គបានយកឈើច្រត់គូសជាសញ្ញានៅលើដែនដីកន្លែងមួយរួចមានសង្កដីកាថាជីកត្រង់នេះទៅនឹងឃើញគ្រឹះវត្តចាស់និងបឹងបុរាណដែលកប់បាត់រាប់រយឆ្នាំមកហើយដំបូងឡើយអ្នកភូមិមិនសូវជឿឡើយព្រោះទីនោះគឺជាដីទូលខ្ពស់និងរឹងមាំប៉ុន្តែនៅពេលដែលពួកគេចាប់ផ្ដើមជីកបានជ្រៅប្រហែល2ម៉ែត្រស្រាប់តែប្រទះឃើញសសរថ្មបុរាណនិងមាត់អណ្ដូងដែលមានទឹកថ្លាឆ្វេងដូចអ្វីដែលព្រះគ្រូប្រាប់ពីមុនមកមិនត្រឹមតែប៉ុណ្ណោះព្រះអង្គថែមទាំងដឹងមុនថានឹងមានអ្នកណាមកលួចជីកវត្ថុបុរាណនៅពេលយប់ទៀតផងដែលធ្វើឲ្យក្រុមចរភ័យខ្លាចមានហ៊ានមកបៀតបៀនវត្តឡើយនៅរដូវវស្សាមួយព្រះគ្រូសីលាបានហៅភិក្ខុសង្ឃនិងអ្នកភូមិមកប្រជុំរួចមានសង្កដីកាទៀតថានៅថ្ងៃទី14រោចខែនេះនឹងមានគ្រោះមហន្តរាយបាញ់រន្ទះបាញ់នឹងមានគ្រោះមហន្តរាយរន្ទះបាញ់យ៉ាងខ្លាំងមកលើព្រះវិហារនិងដើមឈើធំៗក្នុងវត្តចូលអ្នករាល់គ្នាកុំនៅក្បែរខ្សែភ្លើងនិងដើមឈើធំៗឲ្យសោះជាពិសេសកន្លែងដែលមានខ្សែភ្លើងធ្លាក់រយៈរយៈលុះដល់ថ្ងៃដែលព្រះអង្គទាយទុកស្រាប់តែមេឃប្រែជាងងឹតស្លុងខ្យល់កន្ត្រាក់បោកបក់យ៉ាងសាហាវព្រំពេជ្រនោះរន្ទះបាញ់
បាញ់ភោងមកលើកដំបូលព្រះវិហារនិងរត់តាមខ្សែភ្លើងឆេះក៏ក្រៅបញ្ញវត្តដោយសារតែអ្នកភូមិស្ដាប់តាមការណែនាំរបស់ព្រះគ្រូទើបគ្មាននរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយអ្វីដែលអស្ចារ្យនោះគឺក្រោយរន្ទះបាញ់ព្រះគ្រូសិលាបានដើរទៅកាន់កន្លែងដែលរន្ទះបាញ់រួចហើយរើសបានថ្មិញរន្ទះដែលជាវត្ថុស័ក្តិសិទ្ធិមកទុកការពារវត្តទៀតផងមានថ្ងៃមួយមានកម្មវិធីបុណ្យធំក្នុងវត្តតែអ្នកភូមិដាំបាយប្រគេនមិនទាន់រីឯចំនួនមនុស្សមកចូលរួមមានរាប់ពាន់នាក់ញាតិញោមភ័យព្រួយខ្លាចខ្វះអាហារប៉ុន្តែព្រះគ្រូសិលាបានប្រាប់ឲ្យទៅយកបាយដែលមាននៅក្នុងបាតរបស់ព្រះអង្គមកចែកគ្នាឆាន់និងពិសាចុះរឿងដែលហួសពីការស្មានបានកើតឡើងបាយនៅក្នុងបាតតូចមួយរបស់ព្រះអង្គបែរជាដួសចេញឲ្យមនុស្សរាប់រយនាក់ហូបមិនអស់សោះឡើយអ្នកខ្លះដួសហើយអ្នកខ្លះដួសទៀតតែបាយនៅតែពេញបាតដដែលនេះគឺជាអំណាចមហិទ្ធិឫទ្ធិចិត្តធម៌របស់ព្រះអង្គបានតាំងទុកដើម្បីជួយសង្គ្រោះញាតិញោមនៅក្នុងគ្រាអាសន្នបារមីព្រះគ្រូសិលាកាន់តែលេចធ្លោធ្វើឲ្យមនុស្សម្នាមកពីគ្រប់ទិសទីមកសុំសេចក្តីសុខពីព្រះអង្គប៉ុន្តែជីវិតតែងតែមានឧបសគ្គព្រោះកាលណាមានពន្លឺវាក៏មានស្រមោលអាក្រក់តាមមកដែរនៅក្នុងភាគទី4ព្រះគ្រូសិលានឹងត្រូវប្រឈមមុខនឹងគ្រូថ្មប់ចិត្តខ្មៅដែលមកសាក់លបងមុនអាគមវិជ្ជានិងការប្រើប្រាស់អាបមកយាយីក្នុងវត្តអារាមតើព្រះគ្រូនឹងប្រើធัวត្រជាក់ដើម្បីបង្ក្រាបបន្តភាពងងឹតដោយរបៀបណាសូមរងចាំភាគទី4ដូចតទៅកាលណាគុណបុណ្យបារមីកាន់តែខ្ពស់វាក៏តែងតែមានការច្រណែនឈ្នានេះពីសំណាក់ពួកអកុសលក្នុងភាគនេះព្រះគ្រូចៅអធិការព្រះគ្រូសិលាត្រូវបានប្រឈមមុខនឹងសត្រូវដែលមើលមិនឃើញគឺពួកគ្រូថ្មប់ដែលចិញ្ចឹមអំពើអាបថ្មប់និងមុនអាគមខ្មៅដើម្បីមកបំផ្លាញកិត្តិយសនិងបារមីរបស់ព្រះអង្គតើអំណាចនៃធម៌ត្រជាក់អាចតបទល់នឹងក្បួនច្បាំងមន់ងងឹតនិងដែលបានដែរឬទេសូមតាមដានស្រាប់ដូចតទៅភូមិក្បែរវត្តមានគ្រូថ្មប់ម្នាក់ឈ្មោះគ្រូក្លឹមមានចិត្តរិះសាណាស់ព្រោះតាំងពីព្រះគ្រូសិលាមកគង់នៅវត្តនេះអ្នកភូមិលែងទៅរកគេឲ្យធ្វើមុនស្នេហ៍ឬដាក់អំពើឲ្យគ្នាដូចមុនទៀតហើយដើម្បីសាកល្បងបារមីនិងចង់បំបត្តិព្រះគ្រូក្លឹមបានបញ្ចេញកូនចិញ្ចឹមវិញ្ញាណអាបដែលខ្លួនចិញ្ចឹមឲ្យមកលងបំលាចនិងយាយីក្នុងវត្តនៅពេលយប់អាត្រាតយប់នោះភិក្ខុសាមណេរក្នុងវត្តមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះឃើញពន្លឺក្រហមឆេះហោះក្រឡឹងជុំវិញព្រះវិហារនិងឮសំឡេងស្រែកសើចក្អាកអាយនៅលើដំបូលកុដិប៉ុន្តែព្រះគ្រូសិលាគង់នៅក្នុងសមាធិយ៉ាងស្ងប់ស្ងៀមព្រះអង្គជ្រាបច្បាស់ថានេះជាអំពើរបស់មនុស្សព្រះអង្គបានយកទឹកមុនមកប្រោះជុំវិញវត្តរួចតាំងចិត្តអធិដ្ឋានបង្កើតជាខែលការពារពើមាសដែលធ្វើឲ្យវិញ្ញាណអាក្រក់ទាំងនោះមិនអាចចូលមកចិត្តបានឡើយគ្រូក្លឹមក្រោយពីដឹងខ្លួនថាមិនអាចឈ្នះបារមីព្រះគ្រូនិងរងទុក្ខវេទនាដោយសារអំពើខ្លួនឯងគ្រូក្លឹមបានមកកាន់វត្តទាំងសភាពចិត្តស្លាប់ដើម្បីសុំឲ្យព្រះគ្រូសិលាជួយសង្គ្រោះជីវិតរបស់គាត់អ្នកភូមិនិងលោកនេនចង់ដេញគេចេញប៉ុន្តែព្រះគ្រូបានហាមឃាត់ព្រះអង្គបានយកទឹកមន្តមកស្រោចស្រពលើព្រះគ្រូក្លឹមនិងមានសង្កដីការដាស់តឿនថាកូនអើយវិជាដែលប្រើដើម្បីបៀតបៀនអ្នកដទៃវានឹងរលាយខ្លួនឯងនៅថ្ងៃណាមួយចូលលះបង់មុនងងឹតទាំងនោះចោលទៅហើយមកយកព្រះធម៌ព្រះពុទ្ធជាទីពឹងវិញទៅប្រសើរគ្រូក្លឹមបានយំសោកស្ដាយនៅកំហុសរបស់ខ្លួនរួចក៏សុំសឹកពីគ្រូថ្មមកបួសជាសាមណេរដើម្បីលាងកុសលដើម្បីសាងកុសលលាងបាបកម្មជារៀងរហូតមកសង្គ្រាមរវាងពន្លឺនិងភាពងងឹតបានបញ្ចប់ដោយជ័យជំនះនៃមេត្តាធម៌ព្រះគ្រូសិលាបានបង្ហាញថាអាវុធដែលខ្លាំងបំផុតមិនមែនជាមុនអាគមសម្រាប់សម្លាប់មនុស្សឡើយតែគឺជាមេត្តាដែលរំសាយចិត្តសត្រូវប៉ុន្តែដំណើរជីវិតរបស់ព្រះអង្គឈានដល់វគ្គចុងក្រោយហើយនៅក្នុងភាគទី5ដែលជាភាគបញ្ចប់ព្រះគ្រូសិលានឹងត្រូវលាទីមរណភាពប៉ុន្តែព្រះអង្គបានបន្សល់ទុកនៅទំនាយអនាគតនឹងគួរឲ្យភ្ញាក់ផ្អើលអំពីពិភពលោកនិងជោគវាសនាមនុស្សជាតិតើទំនាយនោះជាទំនាយដូចម្ដេចដែលព្រះអង្គគ្រូបានទាយទុកមុននឹងលោកសុគតទៅអំពីឆ្លងកាត់ការសាក់លបងពីមុនងងឹតនិងការជួយសង្គ្រោះសត្វលោកអស់ជាច្រើនទសវត្សរ៍ជីវិតសង្ខាររបស់ព្រះគ្រូសិលាក៏ឈានដល់ទីបញ្ចប់ប៉ុន្តែមុននឹងព្រះអង្គរលត់ខន្ធទៅព្រះអង្គបានបន្សល់ទុកនៅ
ពាក្យទំនាយដ៏អាកំបាំងអំពីការប្រែប្រួលនៃពិភពលោកនិងការមកដល់នៃសម័យកាលអច្ឆរិយៈតើអ្វីទៅជាអាកំបាំងនៃទំនាយទាំងនោះហើយតើព្រះអង្គបានបង្រៀនអ្វីខ្លះជាពាក្យចុងក្រោយសូមតាមដានសម្ដាប់ដូចតទៅមុនពេលមរណភាពប្រមាណខែព្រះគ្រូសីឡាបានហៅសិស្សគាត់និងញាតិញោមមកជួបជុំគ្នារួចពោលនៅពាក្យទំនាយដែលមនុស្សសម័យនោះស្ដាប់ហើយមិនយល់ប៉ុន្តែបែរជាការពិតនៅក្នុងសម័យនេះនិងបច្ចុប្បន្នឃ្លានោះមានន័យថាសេះនឹងមានស្នែងព្រះអង្គចង់សំដៅលើម៉ូតូនិងយានយន្តដែលមានដៃចង្កូតដូចស្នែងសសរនឹងដោះផ្កាសំដៅលើបង្គោលភ្លើងនិងអំពូលអគ្គិសនីដែលបំភ្លឺប្រងព្រាតតាមដងផ្លូវមនុស្សនឹងដើរមិនជាប់ដៃសំដៅលើការធ្វើដំណើរតាមយន្តហោះនិងយានជំនិះទំនើបស្រីក្មេងមិនទាន់ដឹងអីនឹងក្លាយជាម្ដាយព្រះអង្គចង់ដាស់តឿនពីការធ្លាក់ចុះនៃសិលធម៌ក្នុងសង្គមនាពេលអនាគតមន្ត្រីសង្ឃនិងក្រុមស្រុកសំដៅលើការដើរតួនាទីយ៉ាងសំខាន់របស់ព្រះសង្ឃក្នុងការដឹកនាំស្មារតីនិងការអភិវឌ្ឍសង្គមព្រះអង្គបានបញ្ជាក់ថានៅពេលដែលផ្លូវថ្នល់ខ្វាត់ខ្វែងដូចក្រឡាចៃប៉ូលោកកាលនោះហើយដែលស្រុកទេសយើងនឹងរីកចម្រើនដល់កម្រិតកំពូលប៉ុន្តែក៏ជាពេលដែលមនុស្សត្រូវប្រយ័ត្នចិត្តគំនិតខ្លួនឯងឲ្យមែនទែនផងដែរនៅថ្ងៃបញ្ញបរមីមួយព្រះគ្រូសីឡាបានទាយដឹងមុនថាថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ព្រះអង្គហើយព្រះអង្គបានសម្រាកក្នុងកាយវិការសង្ហស័យគឺដេកអៀងទៅខាងស្ដាំក្នុងកុដិយ៉ាងស្ងប់ស្ងៀមព្រះអង្គបានផ្ដាំផ្ញើសារជាចុងក្រោយថាកុំតក់ស្លុតនឹងការបែកបាក់អីសង្ខារជារបស់មិនទៀងអ្វីដែលទៀងទាត់គឺកម្មផលដែលយើងបានសាងចូលរក្សាស្មារតីកុំបោះបង់សិលធម៌នោះអ្នកនឹងជួបអាត្មាវិញក្នុងសេចក្តីល្អរំពេចនោះក្លិនផ្កាម្លិះដ៏ក្រអូបភាយសាយពេញវត្តទោះបីជាក្នុងវត្តគ្មានដើមផ្កាម្លិះសំបីតែមួយដើមក៏ដោយសំឡេងជួងវត្តបានបន្លឺឡើងដោយខ្លួនឯង3ដងជាសញ្ញានៃការលាខណ្ឌរបស់ព្រះថេរៈដ៏មានបារមីអ្នកភូមិរាប់ពាន់អ្នកបានមកលុតជង្គង់យំសោកស្ដាយចំពោះការលះបង់និងការបាត់បង់ដួងប្រទីបនៃទឹកដីកោះកេរនេះទោះបីជាព្រះគ្រូសីឡាបានរលត់ទៅមែនប៉ុន្តែបារមីនិងសេចក្តីល្អរបស់ព្រះអង្គនៅតែដក់ជាប់ក្នុងចិត្តមនុស្សគ្រប់គ្នារាល់វត្ថុស័ក្តិសិទ្ធិដែលព្រះអង្គបន្សល់ទុកមិនមែនគ្រាន់តែវត្ថុការពារខ្លួនឡើយប៉ុន្តែវាជាការដាស់តឿនឲ្យមនុស្សមានហិរិនិងអត្តបៈការខ្មាស់អៀនបាបនិងខ្លាចបាបរឿងរ៉ាវរបស់ព្រះអង្គបានคล้ายជាវីរភាពនៃការតស៊ូដោយមេត្តាធម៌ព្រះអង្គបានបង្ហាញថាមិនថាអាបថ្មខ្លាំងប៉ុណ្ណាមិនថាវិញ្ញាណកាចសាហាវយ៉ាងណាឬមិនថាឧបសគ្គជីវិតធំធេងយ៉ាងណាឡើយសុទ្ធតែអាចរលាយសាបសូន្យបាននៅចំពោះមុខចិត្តដែលបរិសុទ្ធនឹងការលះបង់ដើម្បីអ្នកដទៃខ្សែសាច់រឿងព្រះគ្រូសីឡានិងអាកំបាំងនៃដែនដីអច្ឆរិយៈបានឈានដល់ទីបញ្ចប់ហើយសង្ឃឹមថារឿងរ៉ាវទាំង5ភាគនេះមិនត្រឹមតែផ្ដល់នូវភាពព្រឺព្រួចនិងការកំសាន្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងបន្សល់ទុកនូវពន្លឺនៃព្រះធម៌សម្រាប់លោកអ្នកស្ដាប់គ្រប់រូបនៅក្នុងការរស់នៅសូមចងចាំថាអំពើល្អមិនដែលសាបសូន្យអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់សូមឲ្យសេចក្តីសុខកើតមានដល់អ្នកគ្រប់គ្នាប្រសិនជាបងប្អូនចូលចិត្តនៅសាច់រឿងទាំងអស់នេះសូមបងប្អូនកុំភ្លេចជួយ like share និង subscribe Channel របស់ admin ដើម្បីទទួលបាននៅរឿងថ្មីៗបន្តទៀតបាទសូមអរគុណ